សូមស្វាគមន៍មកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះចែករំលែកនៅចំណេះដឹងសំខាន់ចម្លើយជាក់ស្ដែងចំពោះបញ្ហាជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃបទពិសោធន៍ពិតដែលនិយាយអំពីជីវិតរបស់យើងសពថ្ងៃការតស៊ូផ្ទាល់ខ្លួនបញ្ហាប្រឈមនៅក្នុងគ្រួសារព្រះជាម្ចាស់នៅតែធ្វើការក្នុងជីវិតប្រចាំថ្ងៃរបស់យើងផ្ដល់ក្តីសង្ឃឹមនិងទិសដៅសូមគោរពនឹងជម្រាបសួរប្រិយមិត្តទាំងអស់របស់វិទ្យុគ្រួសារសូមស្វាគមន៍មកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះកម្មវិធីចម្លើយសម្រាប់ថ្ងៃនេះគឺជាកម្មវិធីខ្លីមួយដែលអាចជួយឲ្យជីវិតរបស់លោកអ្នកកាន់តែប្រសើរឡើងកម្មវិធីរបស់យើងថ្ងៃនេះនឹងផ្ដោតលើអារម្មណ៍ចំនួន2ដែលយើងគ្រប់គ្នាមានពីមួយពេលទៅមួយពេលហើយនោះគឺជាការភ័យខ្លាចនិងការថប់បារម្ភដើម្បីដោះស្រាយអារម្មណ៍ទាំងពីរនេះយើងមានដំណោះស្រាយជាច្រើនដូច្នេះកម្មវិធីថ្ងៃនេះនឹងផ្ដោតលើអំណោយដ៏អស្ចារ្យដែលព្រះបានផ្ដល់ឲ្យយើងគ្រប់គ្នាដើម្បីយកឈ្នះលើបញ្ហានេះបានអំណោយមួយនោះគឺជាព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះបន្ទូលនៃព្រះបានប្រទាននៅប្រាជ្ញាយ៉ាងជ្រាលជ្រៅបំផុតអំពីរបៀបដោះស្រាយបញ្ហានានានៅក្នុងគ្រាដ៏លំបាកបំផុតដោយការអនុវត្តតាមគោលការណ៍ព្រះគម្ពីរដូចជាសេចក្តីស្រឡាញ់ជំនឿនិងការអធិដ្ឋានដែលអាចបង្កើតឲ្យមានចំណងដ៏រឹងមាំដែលឆ្លុះបញ្ចាំងពីគោលបំណងរបស់ព្រះជាម្ចាស់សម្រាប់ជីវិតយើងប្រចាំថ្ងៃកម្មវិធីយើងថ្ងៃនេះសំខាន់នៅពេលដែលយើងផ្ដោតលើគោលការណ៍ទាំងនេះនឹងជះឥទ្ធិពលដ៏ល្អមកកាន់ជីវិតយើងគ្រប់គ្នាការភ័យខ្លាចនិងការថប់បារម្ភគឺជារឿងទូទៅដែលមនុស្សគ្រប់គ្នាជួបប្រទះក្នុងជីវិតប៉ុន្តែព្រះបន្ទូលនៃព្រះបានផ្ដល់នូវការណែនាំយ៉ាងច្បាស់អំពីរបៀបដោះស្រាយនៅពេលដែលបញ្ហាទាំងនោះបានកើតឡើងនៅក្នុងរបៀបជាក់ស្ដែងតាមបែបព្រះដោយអនុវត្តតាមគោលការណ៍ព្រះគម្ពីរដូចជាការទុកចិត្តលើព្រះការសញ្ជឹងគិតលើព្រះបន្ទូលរបស់ទ្រង់ហើយនឹងការពឹងអាងលើសេចក្តីសន្យារបស់ទ្រង់អ្នកជឿអាចបោះជំហានចេញពីភាពភ័យខ្លាចទៅរកជំនឿនិងទទួលបានសេចក្តីសុខសាន្តដ៏ស្ថិតស្ថេរដូច្នេះតើព្រះបន្ទូលនៃព្រះគម្ពីរបង្រៀនអ្វីខ្លះអំពីភាពភ័យខ្លាចប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីព្រះគម្ពីរតែងតែប្រាប់យើងថាកុំខ្លាចអីហើយដោយរំលឹកយើងថាព្រះវត្តមានរបស់ទ្រង់និងកម្លាំងរបស់ទ្រង់គឺគ្រប់គ្រាន់ហើយសម្រាប់យើងនៅក្នុងព្រះគម្ពីរហោរារបស់ព្រះឈ្មោះអេសាយបានធានាដល់យើងថាកុំខ្លាចអីព្រោះព្រះមានព្រះបន្ទូលសន្យាថាទ្រង់នឹងចម្រើនកម្លាំងជួយដល់យើងហើយទ្រង់នឹងគង់នៅជាមួយយើងនៅពេលដែលយើងទុកចិត្តលើព្រះចេស្តារបស់ព្រះនោះភាពភ័យខ្លាចគឺលែងអាចគ្រប់គ្រងលើយើងបានទៀតហើយខគម្ពីរយោងអេសាយចំពុក41ខ10ដូច្នេះតើយើងទុកចិត្តលើព្រះបានដោយរបៀបណានៅពេលដែលយើងគ្រប់គ្នាតែងតែជួបរឿងថប់បារម្ភរឿងភ័យខ្លាចការទុកចិត្តលើព្រះពាក់ព័ន្ធនឹងការអធិដ្ឋានទូថ្វាយការថប់បារម្ភរបស់យើងទៅដល់ទ្រង់ព្រះបន្ទូលនៃព្រះលើកទឹកចិត្តយើងឲ្យថ្វាយក្តីបារម្ភរបស់យើងដល់ព្រះដោយការអរព្រះគុណការអធិដ្ឋានបែបនេះនាំមកនូវសេចក្តីសុខសាន្តរបស់ទ្រង់ដែលហួសលើសអស់ទាំងគំនិតដើម្បីការពារដល់ចិត្តរបស់យើងខគម្ពីរយោងភីលីបចំពុក4ខ6ដល់ខ7ព្រះយកព្រះតីទុកដាក់ដល់លោកអ្នកបងប្អូនដល់ខ្ញុំខ្លាំងណាស់អំពីភាពភ័យខ្លាចនិងបញ្ហារបស់យើងហើយទ្រង់ប្រាប់យើងថាយើងអាចថ្វាយក្តីកង្វល់ទាំងអស់ដល់ទ្រង់បានចាផ្ញើទុកដល់ទ្រង់ក្តីកង្វល់របស់យើងព្រះអង្គទ្រង់ពិតជាយកព្រះハរតីទុកដាក់ចំពោះយើងមិនថាយើងមានអារម្មណ៍ភ័យខ្លាចយ៉ាងណាព្រះអង្គទ្រង់អញ្ជើញឲ្យយើងទូលប្រាប់ទ្រង់អំពីបញ្ហាទាំងនោះពីព្រោះព្រះអង្គស្រឡាញ់យើងគ្រប់គ្នានៅពេលដែលភាពភ័យខ្លាចសង្គ្រប់លើយើងត្រូវតែពឹងអាងលើព្រះវិញ្ញាណដែលស្ថិតនៅក្នុងខ្លួនយើងដ៏មានឫទ្ធានុភាពរបស់ព្រះសេចក្តីសន្យារបស់ព្រះប្រទានឲ្យយើងនៅវិញ្ញាណនៃអំណាច
ដល់ឲ្យយើងនៅសេចក្តីស្រឡាញ់និងការលត់ដំខ្លួនយើងដើម្បីកុំឲ្យខ្លាចនៅពេលដែលយើងទុកចិត្តលើទ្រង់តាមរយៈជំនឿការទាញកម្លាំងពីព្រះវិញ្ញាណបរិសុទ្ធផ្ដល់អំណាចដល់យើងគ្រប់គ្នាដើម្បីយកឈ្នះភាពភ័យខ្លាចនៅក្នុងជីវិតព្រះសន្យាគង់នៅជាមួយយើងក្នុងគ្រប់ស្ថានភាពទោះបីជាស្ថិតក្នុងគ្រាដ៏លំបាកបំផុតក៏ដោយព្រះអង្គធានាដល់យើងថាយើងមិនត្រូវភ័យខ្លាចឡើយទោះបីជាយើងជួបបញ្ហាដ៏លំបាកបំផុតក៏ដោយព្រោះព្រះវត្តមានរបស់ទ្រង់នាំមកនូវការកំសាន្តចិត្តនិងការដឹកនាំនៅពេលដែលយើងស្ថិតក្នុងភាពភ័យខ្លាចយើងអាចរកបាននូវសេចក្តីសុខសាន្តយ៉ាងពិតប្រាកដនៅពេលដែលយើងផ្ដោតលើព្រះជាម្ចាស់ជាជាងផ្ដោតលើកលៈទេសៈដែលយើងកំពុងតែជួបចាព្រះបន្ទូលនៃព្រះបានបង្រៀនយើងថាសេចក្តីសុខសាន្តដ៏ឥតខ្ចោះគឺនៅជាមួយអ្នកណាដែលផ្ចង់គំនិតលើទ្រង់ដោយផ្ដោតអារម្មណ៍លើភាពស្មោះត្រង់របស់ព្រះយើងអាចមានអារម្មណ៍ពីប្រវត្តិមានស្ងប់ស្ងាត់របស់ព្រះទោះបីស្ថិតក្នុងស្ថានភាពតានតឹងភ័យខ្លាចក៏ដោយជារឿយៗយើងអាចឮមនុស្សនិយាយថាការភ័យខ្លាចគឺជាការខ្វះជំនឿលើព្រះភាពភ័យខ្លាចតែងតែកើតចេញពីការខ្វះជំនឿនោះដែរប៉ុន្តែសូមចាំថាវាអាចជាបញ្ហានៃការទុកចិត្តរបស់យើងលើព្រះឧទាហរណ៍ពីចំណុចនេះគឺទោះបីអ្នកដើរតាមព្រះយេស៊ូវបានបង្ហាញការសង្ស័យនៅពេលដែលពួកគេខ្លាចព្យុះក៏ដោយក៏ព្រះយេស៊ូវបានដាស់តឿនពួកគេឲ្យមានជំនឿទុកចិត្តលើទ្រង់ដែរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីភាពភ័យខ្លាចពេលខ្លះអាចក្លាយជាឱកាសមួយដែលជួយឲ្យទំនាក់ទំនងរបស់យើងកាន់តែជិតស្និទ្ធជាមួយព្រះហើយជួយពង្រឹងការទុកចិត្តរបស់យើងលើការផ្គត់ផ្គង់របស់ទ្រង់ផងដែរដូច្នេះសំណួរសួរថាតើយើងអាចយកឈ្នះភាពភ័យខ្លាចនិងខ្លាចស្ថានភាពដែលយើងអត់បានដឹងមុនណាដោយរបៀបណាការដែលយើងខ្លាចស្ថានភាពដែលមិនដឹងអាចត្រូវបានជំនួសដោយការទុកចិត្តលើផែនការរបស់ព្រះមានផែនការដើម្បីឲ្យយើងបានល្អដោយផ្ដល់នូវសេចក្តីសង្ឃឹមនិងអនាគតល្អដល់យើងការទុកចិត្តលើផែនការរបស់ទ្រង់ជួយឲ្យយើងបោះបង់ភាពភ័យខ្លាចហើយទុកចិត្តលើការមើលថែរបស់ទ្រង់តើការអធិដ្ឋានពិតជាដើរតួនាទីដ៏សំខាន់ក្នុងការគ្រប់គ្រងការថប់បារម្ភបានដែរឬទេការអធិដ្ឋានពិតជាសំខាន់ណាស់ក្នុងពេលនៃការថប់បារម្ភព្រះបន្ទូលនៃព្រះបានប្រកាសថាខ្ញុំបានស្វែងរកព្រះយេហូវ៉ាហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំក៏ប្រោសខ្ញុំឲ្យរួចអស់ទាំងការភ័យខ្លាចរបស់ខ្ញុំតាមរយៈការអធិដ្ឋាននេះយើងអញ្ជើញសេចក្តីសុខសាន្តនិងការដឹកនាំរបស់ព្រះចូលក្នុងដួងចិត្តរបស់យើងដែលអនុញ្ញាតឲ្យទ្រង់ជំនួសភាពភ័យខ្លាចដោយការកំសាន្តចិត្តដូច្នេះតើព្រះគម្ពីរបានចែងអ្វីខ្លះអំពីភាពក្លាហានព្រះគម្ពីរត្រាស់ហៅយើងឲ្យរឹងមាំនិងមានចិត្តក្លាហានឡើងដែលត្រូវចាក់ឫសក្នុងសេចក្តីធានាអំពីព្រះវត្តមានរបស់ព្រះហើយលើកទឹកចិត្តយើងគ្រប់គ្នាកុំឲ្យខ្លាចអ្វីទាំងអស់ពីព្រោះព្រះគង់នៅជាមួយយើងគ្រប់ទីកន្លែងទាំងអស់ដែលយើងទៅគឺព្រះអង្គគង់នៅជាមួយយើងចិត្តក្លាហាននេះកើតចេញពីការទុកចិត្តលើភាពស្មោះត្រង់និងកម្លាំងរបស់ទ្រង់យូស្វែចំពុក1ខ9ដូច្នេះអ្នកខ្លះក៏អាចសួរថាតើជំនឿអាចជំនួសភាពភ័យខ្លាចបានដោយរបៀបណាចា៎ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីជំនឿកើតឡើងតាមរយៈការជ្រមុជខ្លួនយើងនៅក្នុងព្រះបន្ទូលនៃព្រះហើយជំនឿកើតចេញពីការស្ដាប់ព្រះបន្ទូលនៃព្រះនៅពេលដែលយើងសេចក្ដីគិតលើបទគម្ពីរដែលពង្រឹងពីជំនឿរបស់យើងសេចក្តីសន្យារបស់ព្រះដោយជំនួសដោយភាពភ័យខ្លាចនិងការទុកចិត្តលើទ្រង់នោះយើងនឹងអាចយកឈ្នះគ្រប់ស្ថានភាពការនេះបង្កើតឲ្យមានសំណួរទៀតថាតើយើងប្រកាន់ខ្ជាប់តាមសេចក្តីសន្យារបស់ព្រះដោយរបៀបណាខ្ញុំប្រិយមិត្តអ្នកស្ដាប់ប្រកាន់ខ្ជាប់សេចក្តីសន្យារបស់ព្រះដោយរបៀបណានេះគឺជាវិធីសាមញ្ញនិងជាក់ស្ដែងមួយទន្ទិញនិងសេចក្ដីគិតលើបទគម្ពីរ
ការនេះនឹងជួយឲ្យយើងនឹកឃើញសេចក្តីសន្យារបស់ព្រះនៅក្នុងគ្រាដ៏សំខាន់នៅក្នុងជីវិតរបស់យើងព្រះបន្ទូលនៃព្រះបំពាក់បំពន់យើងដើម្បីប្រឈមនឹងភាពភ័យខ្លាចដោយសេចក្តីពិតរបស់ទ្រង់ព្រះបន្ទូលនៃព្រះគឺជាចង្កៀងបំភ្លឺផ្លូវយើងដោយផ្ដល់នូវភាពច្បាស់លាស់និងកម្លាំងនៅពេលដែលមានភាពភ័យខ្លាចកើតឡើងដោយអនុវត្តតាមគោលការណ៍ព្រះគម្ពីរទាំងនេះអ្នកជឿអាចប្រឈមនឹងភាពភ័យខ្លាចការថប់បារម្ភដោយទុកចិត្តលើព្រះវត្តមានរបស់ទ្រង់ហើយនឹងសេចក្តីស្រឡាញ់សេចក្តីសន្យារបស់ព្រះបានគ្រប់កលៈទេសៈតាមរយៈការអធិដ្ឋានការថ្វាយបង្គំនិងការពឹងអាំងលើព្រះបន្ទូលរបស់ទ្រង់យើងទាំងអស់គ្នានឹងមានសេចក្តីសុខសាន្តនិងមានចិត្តក្លាហានដែលមានតែព្រះជាម្ចាស់ប៉ុណ្ណោះទើបអាចប្រទានមកយើងបានខ្ញុំសង្ឃឹមជឿជាក់ថាប្រិយមិត្តអ្នកស្ដាប់នឹងបន្តស្ដាប់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះជារៀងរាល់ថ្ងៃនៃជីវិតរបស់អ្នកជួបគ្នានៅកម្មវិធីក្រោយតាមពេលវេលានិងម៉ោងដដែលសូមចាំថាព្រះជាម្ចាស់ស្រឡាញ់អ្នក